Chụp điệp số bộ máy bóng ổn, tập lọc một win chỉ muốn nâng video bài stock style trong cả channel The Rural Life. Xong bóng bài rõm bộ máy bóng ổn một tô sna chỉ muốn nâng tầm nào cũng sáng được trong phố bộ máy bóng ổn ngắn vì style chỉ muốn nâng vừa đầm nào snap trong style rơi trong mùi gì đâu mưa nhom ngon là off nên tầm mưa cái này là sát không chiết off còn let's go តបងឡយនឹងដើររឹកយាយបងប្អូនគាត់សន្យាថាចាំផ្ទះយានីទៅពេលមកដល់អត់ទាន់ឃើញគាត់បាត់ឲ្យឆឹងបងប្អូនក៏លេខមើលនោះទៅដល់ខ្នល់បាត់មានអីដើរតាមផ្លូវក៏ជួបទឹកអំពៅទៅចៃដន្យហើយចំលឹកអនុស្សាវរីយ៍អញ្ចឹងណាអញ្ចឹងក៏ឆ្លៀតទិញទឹកអំពៅទឹកអីមកកែវពីរកែវឲ្យយាយផងឲ្យអីផងអញ្ចឹងទៅហើយឆ្លៀតនិយាយលេងមួយក្មេងៗលេងអញ្ចឹងបងប្អូនឲ្យមើលនេះអីវាមិនងាយបានជួបទេសភាពបែបហ្នឹងទេសកម្មភាពបែបសបាយជាមួយកូនក្មេងទៅជែកគ្នាលេងអញ្ចឹងណាហើយបងប្អូនមើលទៅនេះហ្នឹងហើយក្មេងៗមកទិញទឹកអំពៅ500ខ្ញុំញោះតិចតួចចឹងទៅវាអត់ជាបញ្ហាទេបងប្អូនវាជាសកម្មភាពបែបសប្បាយហើយយើងអាចមើលឃើញថាវាជាសកម្មភាពដ៏ល្អមួយនៅក្នុងភូមិដែលយើងអាចសប្បាយរីករាយជាមួយនឹងអ្នកភូមិក្មេងខ្មាំងសពបែបយ៉ាងចឹងទៅឥឡូវនេះយើងបានទឹកអំពៅ2កែវហើយក៏កំពុងតែធ្វើដំណើរត្រឡប់ទៅហើយឥឡូវយើងស្ដាប់បន្តទៅទៀតបងប្អូនបានទឹកអំពៅ2កែវមួយសម្រាប់ខ្លួនឯងមួយសម្រាប់យីដូនបងប្អូនមកជួយសាត់ផ្លែសខច្រើនចឹងដងបុកអំបិលកឡុកឯងគេឆ្ងាញ់ដែរតបែកក្តឹបស្វាយប៉ុន្តែខ្ញុំនាំបងប្អូនទៅមើលវាស្រែកន្លែងនិយាយខ្ញុំនោះដល់មុខបាត់ហើយបងប្អូនអើយនោះដល់ណាដល់នេះផ្លែបត្រានេះយើងចុះតាមនេះទៅហ្នឹងហើយកលេចច្បាច់នោះទៅដល់កដាវាស្រែបាត់ហើយជាដូនរបស់ខ្ញុំបងប្អូនលឿននេះដើរកោងហើយតែមកនិយាយបងប្អូនណាគាត់បញ្ជនជាង8ក្រាស់ហើយយើងសម័យឥឡូវនេះមិនងាយបានដូចគាត់ទេអាយុច្រើនឆ្នាំបែបនេះព្រោះសម័យមុនគាត់ហូបអត់មានជាតិគីមីដូចយើងហើយក៏មានជំងឺអីណាកាពះពោះវៀនមហារីកអីគាត់មិនដែលស្គាល់ពាក្យហ្នឹងទេចំនួនពួកគាត់ណាមិនសម័យពួកយើងនេះបងប្អូនណាទាំងយើងទាំងគេទាំងខ្ញុំមិនស្គាល់ហើយកាពះពោះវៀនស្អិតអីសពបែបយ៉ាងហើយដើរឆ្លងកាត់នេះក៏ឃើញរុនក្តាមរុនកដលខ្ញុំមិនច្បាស់ទេបងប្អូនតែខ្លាចទៅរុនពោះវែកពួកអីចឹងទៅស្វាគមន៍យើងសពបែបយ៉ាងហើយយើងធ្វើដំណើរទៅហើយតាមវាស្រែនេះយើងឃើញថាស្រូវត្រូវបានឈួតកាត់បណ្ដាអស់ហើយប្រមូលផលបណ្ដាហើយកន្លែងនេះបងប្អូនខ្ញុំនិយាយមែនកន្លែងខ្ញុំបោះខ្លែងកាញ់ខ្ញុំនៅតូចបោះខ្លែងកាញ់នៅតូចហើយនេះក៏គេធ្វើលងធ្វើអីដែរគាត់ថាវាអត់មានត្រីចូលទេបងប្អូនខ្ញុំមិនដឹងតាមមូលហេតុអីដែរវាអត់មានត្រីមានអីចូលទេស្ងប់ស្ងាត់អស់ហើយត្រីឲ្យដូចចំនួនជាង10 20ឆ្នាំមុនណាត្រីចូលពេញលងស្មើនេះបាកន្លះធុងបងប្អូនត្រីក្រាញ់ត្រីដែងត្រីទូកអីហ្នឹងសបោហូហៀនណានេះស្រែជីដូនមកខ្ញុំហ្នឹងពេញព្រៀបអស់ហើយបងប្អូនទុំសឹងថាយើងអាចនឹងប្រមូលផលបានហើយឆាប់នេះឯងហើយគាត់ថាគាត់ចង់មកមើលក្រែងមានគោមានពេលណាដាច់ស៊ីស្រូវស្រែរបស់គាត់អញ្ចឹងទៅមិននិយាយលេងបងប្អូនណាចាស់គាត់ស្រឡាញ់អ្វីដែលគាត់ធ្វើណាគាត់អត់ដូចយើងចំនួនលើទេខ្ជិលទេពាក្យច្រើនណាបើថាគាត់ធ្វើអីហើយគាត់ធ្វើតល្អស្មើអ្នកចិត្តខាងអញ្ចឹងទៅនឹងចាស់ខ្ញុំអាចថាខ្ញុំស្គាល់អត្តចរិតរបស់ចាស់ច្រើនជាពិសេសយាយខ្ញុំយាយបែបយាយបុរាណតែម្ដងយើងនិយាយចឹងហ្មងណាឥឡូវនេះយើងបានទឹកអំពៅហើយយើងមកជូនគាត់ជាមួយថាតើគាត់ react យ៉ាងម៉េចទាំងពេញខ្ញុំដាក់តកកទេខ្ញុំមកដាក់តកកទេទាំងពើផ្អែមមានកម្លាំងហ្នឹងហើយគាត់មិនសូវចូលចិត្តទេមកទឹកអំពៅដាក់តកកដែរអីនេះខ្ញុំមកដាក់តកកដែរគាត់ទេឲ្យគាត់ហូបបែបទឹកអំពៅធម្មតាគៀបចេញមកស្រស់ជាមួយនឹងក្រូចបែបជូរអែមអញ្ចឹងណាឲ្យបានលះមុខលះមាត់បងប្អូនមើលវាស្រូវវាស្រែធំល្វឹងល្វើយនៅខាងតំបន់ខ្ញុំនេះហើយនិយាយពីលងសឹងតែគ្រប់កន្លែងនិយាយធៀបពិតទៅប៉ុន្តែវាអត់សូវមានត្រីចូលទេឥឡូវខ្ញុំមិនដឹងថាយ៉ាងម៉េចដែរវាពីរឬក៏យ៉ាងណាបងប្អូនសាកសម័យតែមើលយើងនៅជាមួយជីដូនតាំងពីតូចរហូតដល់ធំហើយកុំភ្លេចថាពួកគាត់មកនៅជាមួយយើងរហូតទេនិយាយក្នុងន័យបែបនេះមិនមែនដាក់ធានាអីទេណាប៉ុន្តែវាជាក្តីស្រឡាញ់វាជាការនឹកនាយើងគាត់តែគិតនឹកឃើញថាថ្ងៃណាមួយពួកយើងនឹងបែកគ្នាមិនថាជីដូនរបស់អ្នកទាំងអស់គ្នាជីដូនរបស់ខ្ញុំឬក៏អ្នកណាក៏ដោយវាសតដល់ពេលវេលាមួយដែលយើងត្រូវទៅនឹងឆ្លៀតពេលថតវីដេអូបែបសម័យបងប្អូនមើលនេះមិនមែនជារឿងចៃដន្យទេណាមានកម្រងទុកមុនជាមួយគាត់គាត់មកស្រែថាមកស្រែយើងគាត់ឆ្លៀតថតវីដេអូឲ្យបងប្អូនមើលតែឥឡូវខ្ញុំចាប់បានជែកជាមួយគាត់ពាក់ព័ន្ធជាមួយនឹងថេបអត់ធ្វើស្រូវតំណាប់របស់ថ្លៃវាអត់នេះទេរបស់រសជាតិផ្អែមអញ្ចឹងខ្ញុំចូលចិត្តរបស់ធម្មជាតិអញ្ចឹងវិញផ្អែមឡំហូបហ្នឹងច្រើនល្អវិញសម្រាប់ខ្ញុំដូងអី
vậy lên soi bong bóng xong rồi ta sát cái vị trí học sọc đấy vì rồi lại lên lại sập bài đấy cho thằng rom tầm mình hồi giờ nó rừng stress ca kíchตอนนี้ปีการยี่สอบแบบยานั่งยี่ปีกึศนู้ชื่อกบาสังทับตัวขัวให้ปีกละเป็นยังบานว่าเคยอย่างไว้ได้ยังจังเคยอย่างไว้ได้ยังทะเลาะบานเฟ้อตั้งบัดแต่เมาแต่เองน้องแบบระเบียบทางเขมรโดยจำนวนมวลยังรุดbằng và họ lại và họ chungគ្នាยังទៅវាសបាយរត់សឹងថាពេលខ្លះជពុបជើងដួចូលផុកចូលអីសពបែបយ៉ាងបងប្អូននិយាយពីរំលឹកទៅដល់អនុស្សាវរីយ៍ដើរបដើសោយតែអីបដើយើងទៅពេលខ្លះគិតថាអីអាត្មាអញគិតទៅនិយាយពីលឿននោះលឿន10 20ឆ្នាំកន្លងផុតទៅនិយាយពីលឿនអើយលឿនសពបែបយ៉ាងធ្លាប់តែចាប់ត្រីចាប់អីក្រោមពន្លឺកម្ដៅថ្ងៃសពបែបយ៉ាងមើលលងមើលអីរត់ជុំគ្នាវាសុទ្ធសឹងតែជាអតីតកាលមួយដ៏ល្អយើងនឹកឃើញសពបែបយ៉ាងទៅវានឹងដកជាប់ក្នុងបេះដូងបងប្អូនអរគុណបងមើលគូស្រូវគូអីនេះនិយាយពីអូបងប្អូនល្អណាស់ស្រូវផ្កាខ្ញីស្រូវស្រាលស្រូវដួលស្រូវអីហ្នឹងគឺបត់ជំវិញទាំងអស់គឺខ្លះក៏នៅខ្ចីក៏រៀបនឹងទុំអញ្ចឹងទៅហើយស្រែខ្លះក៏បានទុំហើយសាច់បាច់ហើយស្រែខ្លះទៀតក៏បានត្រូវជ្រៅកាត់រួចរាល់អស់ទៅខាងតំបន់ភូមិស្រុកខ្ញុំឆ្នាំនេះបានស្រូវច្រើនណាស់បងប្អូនខ្លះបាន50-60 បាវនៅខ្លះបាន20 បាវជាងមួយស្រែខ្លះជាង10 បាវអត់ដូចឆ្នាំទៅទេឆ្នាំទៅយើងខ្សត់ទឹកតែពេលខ្សត់ទឹកចឹងទៅអត់សូវមានសន្ទង់បែកគុំធំហើយនឹងមានគូស្រូវធំចេះទេប៉ុន្តែសម័យនេះប្លែកមែនតើបងប្អូនបន្ទាប់ពីលិចប្រទេសសៀមចឹងទៅទឹកខាងយើងនោះក៏សបោហូហៀដែរថាបានបងប្អូនយើងនិយាយបែបសម័យប៉ុន្តែក៏វាសប្បាយចិត្តដែរហ្នឹងហើយវាសបាយបែបមួយយ៉ាងក៏គិតបែបមួយយ៉ាងបងប្អូនអាចទៅជែកចេញពីអារម្មណ៍ខ្លួនឯងថាពេលខ្លះសកម្មភាពខ្លះយើងអាចធ្វើវាបានទាំងស្រុងហើយអញ្ចឹងយើងអាចមើលទៅយើងបដែតអារម្មណ៍តាមការនិយាយតាមការបរយាយបុកខ្ញុំអញ្ចឹងទៅមិនងាយទេបងប្អូនហ្នឹងហើយនេះយើងត្រឡប់មកដល់ក្នុងភូមិវិញហ្នឹងប៉ុន្តែអត់ទាន់ទៅផ្ទះខ្លួនឯងទេនិយាយគាត់ថាគាត់ចង់ទៅលេងទៅលេងអន្តេតកូនភាសាគាត់អញ្ចឹងណាអញ្ចឹងក៏ខ្ញុំធ្វើដំណើរទៅជាមួយគាត់ទៀតទៅដល់ផ្ទះដល់អីទៅមើលកន្លែងទីហ្នឹងមានអីខ្លះអញ្ចឹងទៅយើងរ៉ាយរាប់សពបែបយ៉ាងចឹងទៅដើរឆ្លងកាត់កន្លែងនេះបងប្អូនឯការខ្ញុំនៅតូចខ្ញុំបោះខ្លែងអូរត់អាប៉ាត់អាប៉ាយពេញនឹងសឹងថាកាប់មុខដួលក៏ហិតស៊ីពួកស៊ីអីយំវាយបន្ទាប់តាក់គ្នាពេញហ្នឹងហ្វិនសប្បាយណាស់បងប្អូននឹកឃើញនៅតែសប្បាយហ្នឹងហើយយើងដើរជែកជាមួយគាត់បដើយលូងើថាស្រែសិតតែស្មៅចេះសិតតែស្មៅចុះនិយាយដើរមួយចាស់ពីច្រើនចឹងឯងបងប្អូនហ្នឹងហើយដើរជាមួយចាស់ពីច្រើនគាត់គិតហ្មងហើយនេះគឺជាផ្លែស្វាយដែលផ្លែល្អក្តឹបក៏ល្អដែរបងប្អូនខ្ញុំគិតថាថ្ងៃណាមួយខ្ញុំនឹងឆ្លៀតពេលទៅនេះវាអញ្ចឹងហ៎បងទៅហ្នឹងហើយទៅដេចទៅអីអញ្ចឹងទៅចាំមើលចាក់ស្ដែងមានពេលវេលាទៅធ្វើវាបុកអំបិលបុកអីញ៉ាំឲ្យបងប្អូនបានទស្សនាឲ្យបានស្រក់ទឹកមាត់ស្រក់អីទាំងអស់គ្នាអញ្ចឹងទៅឥឡូវយើងចូលមកដល់ក្នុងផ្ទះហើយយើងឃើញអ្វីសក់បែបយ៉ាងអញ្ចឹងទៅឆ្កែមកដេញខំដេញអីដែរហ្នឹងវាកន្លះរត់មិនចង់រួចក្នុងភូមិដើមដូងថ្ងៃនេះថ្ងៃច័ន្ទអញ្ចឹងពីរឿងស្ងប់ស្ងាត់វាអត់សូវមានមនុស្សម្នាអីចាក់បាសអីអអញ្ចឹងទេហើយត្រង់ចំណុចនេះខ្ញុំបាញ់និយាយខ្ញុំគាត់ពីរនាក់សឹងអាចថាគាត់ដូចជាមិត្តភក្តិគ្នាកាលពីមុនអញ្ចឹងហើយគាត់ជួបគ្នាកោងដូចគ្នាសោយសប្បាយបងប្អូននិយាយបានឃើញតត្តភាពបែបនេះទេនិយាយមើលទៅតំណងតំណងនិយាយដូនរបស់ខ្ញុំហើយនិយាយដូនផ្សេងសុទ្ធតែចាស់អស់ហើយនេះយើងមកដល់ផ្ទះហើយបងប្អូនដល់ផ្ទះហើយទីបញ្ចប់ប៉ុន្តែអត់តន់ចប់ទេខ្ញុំក៏នឹកឃើញថាឆ្លៀតពេលសល់ពេលវេលាប្រហែលម៉ោងថាចង់ទៅកាប់អាចគោកាប់អីយកមកដាំតំណាំដាំអីចឹងណាហើយដាក់មកបកី2បកី3បកីចឹងទៅដាក់ចូលបាវច្រកយកមកគាត់ដាំបន្លែដាំខ្ទឹមដាំជីនាងវងដាំជីអាណាចឹងទៅធនេទាំងដាំក្បែរផ្ទះខ្ញុំអត់ចូលចិត្តធនេបងប្អូនទម្លាប់ខ្ញុំរៀនតាមជីដូនរបស់ខ្ញុំយើងរៀនចឹងទៅដើម្បីសល់ពេលសល់វេលាចឹងទៅបានចំណីចំណប់បន្លែដែលមានអត់មានជាតិគីមីមានអីគាត់បានញ៉ាំបានអីចឹងណាហ្នឹងហើយអញ្ចឹងវីដេអូនេះក៏ដល់ប៉ុណ្ណេះដែរបងប្អូនខ្ញុំ voice over តែប៉ុណ្្នឹងទេបងប្អូនសង្ឃឹមថារីករាយជាមួយនឹងសកម្មភាពក្នុងថ្ងៃនេះគឺថារីករាយល្អមែនទែនខ្ញុំសង្ឃឹមថាបងប្អូនពេញចិត្តជាមួយនឹងសកម្មភាពស្រុកស្រែក៏ដូចជាការរស់នៅបែបស្រុកស្រែក៏ដូចជាការមើលទេសភាពបែបស្រុកស្រែដល់ការយើងនៅតូចនៅអីចឹងទៅបាទអញ្ចឹងខ្ញុំបាទសូមគ្រប់នឹងជម្រាបលាពុកម៉ែបងប្អូនជូនពរសុខភាពល្អ